បាទសួស្តីនៅក្នុងមេរៀនបន្តនេះខ្ញុំនឹងធ្វើការបង្ហាញអំពីវិធីសាស្ត្រក្នុងការបញ្ចូលនិងកំណត់ទី component ឬក៏ជា model asset អញ្ចឹងតាមពីវិធីសាស្ត្រទី1តាមរយៈ Revit ដែលមានជា component ផ្ទាល់ដូចជាគ្រឿងសង្ហារឹមអីហ្នឹងហើយមួយទៀតតាមកម្មវិធីជំនួយមួយឈ្មោះ Enscape ដែលជាប្រភេទ asset របស់វាហ្នឹងណាអញ្ចឹងវិធីដែលមាននៅក្នុង Revit ហ្នឹងគឺជា model ដែលមានប៉ារ៉ាម៉ែត្រត្រឹមត្រូវហើយមានលក្ខណៈផ្នែកបច្ចេកទេសគៀកទៅរកការងារធ្វើប្លង់ប៉ុន្តែចំពោះ asset ដែលមានចេញពី Enscape ហ្នឹងគឺគេផ្ដោតទៅលើសោភ័ណភាពណាភាពតាក់ទាញអូខេខ្ញុំលុបអាចាស់នេះខ្ញុំចោលមួយសិនអូខេយើងចាប់ដើមទាំងអស់គ្នាអញ្ចឹងទី1ខ្ញុំចូលទៅ ground floor មកខ្ញុំអាចប្រើប្រាស់ architect នេះរើសយក component ឧទាហរណ៍ថាខ្ញុំត្រូវការដាក់តុប្រជុំនៅក្នុង Office Skyline ហ្នឹងខ្ញុំអាច search ពាក្យថា table ណាខ្ញុំ scroll រកមើលណាអូខេមានតុប្រជុំអញ្ចឹងខ្ញុំចុចលើតុប្រជុំហ្នឹងមកនេះឧទាហរណ៍ឡើយនេះជាបន្ទប់ប្រជុំអញ្ចឹងហៅកាយអាឡ័យគេអញ្ចឹងខ្ញុំ add ចូលបានខ្ញុំវាមានຂະຫນាតត្រឹមត្រូវជាក់លាក់ណា3ម៉ែត្រ3តឹកគុណជាមួយនឹង1ម៉ែត្រ2អញ្ចឹងណាអូខេអញ្ចឹងគឺជា model ដែលមានຂະຫນាតត្រឹមត្រូវប៉ុន្តែគ្រាន់តែសោភ័ណភាពវាមិនប្រហែលជាមិនស្អាតអីទេហើយមួយទៀតគឺតាមរយៈ asset ហ្នឹងគឺយើងឃើញនៅក្នុង Enscape version ថ្មី 2.5 ឡើងទៅមានហើយណា asset library របស់វាហ្នឹងប៉ុន្តែវាទាមទារការប្រើប្រាស់ internet ណាយើងចុចលើ asset ហ្នឹងមកអញ្ចឹងដាច់ខាតត្រូវភ្ជាប់ internet ដើម្បីយើងអាច download item វាយកមកប្រើលើគេខ្ញុំចង់បានអីគេឥឡូវជាការងារតាក់ទងជាមួយនឹងគ្រឿងសង្ហារឹមចាស់អញ្ចឹងគ្រឿងសង្ហារឹមច្រើនណាលើឧទាហរណ៍ថាសាឡុង sofa នេះណាអញ្ចឹងខ្ញុំដាក់ sofa នេះអូខេនៅគៀននេះចុះនេះមួយចុះឬក៏ដាក់ក្បែរគ្នាពីរទៅណាខ្ញុំកើវាមកចិត្តបន្តិចណាពីច្រើនយើងប្រើវាសម្រាប់សោភ័ណភាពច្រើនជាងណាខ្ញុំ recommend សម្រាប់ហ្នឹងណាបើយើងយកមកធ្វើប្លង់ technical អីហ្នឹងអត់ត្រូវទេនេះសាឡុងអីនេះឧទាហរណ៍នេះខ្ញុំដាក់ក្បែរlạiនេះចុះអូខេខ្ញុំ close ការងារ asset ដែលបោះ Enscape ធ្វើវិញខ្ញុំយក component ខ្ញុំមិនចង់ផ្ដោតទៅលើគុតមួយណាល្អជាមួយណាណាប៉ុន្តែថាពីរហ្នឹងវាមួយយ៉ាងម្នាក់ទេមួយផ្ដោតទៅតាក់ទងជាមួយ Revit model ដែលមានស្រាប់ក្នុង default របស់គេហ្មងវាមានຂະຫນាតគេចងប៉ារ៉ាម៉ែត្រទំហំអីបានកំណត់តម្លៃធ្វើបានទាំងអស់ទៅលើការ breakdown ហ្នឹងគឺជាទូទៅគឺគេផ្ដោតទៅលើផ្នែកបច្ចេកទេសច្រើនជាងសោភ័ណភាពណាអញ្ចឹងខ្ញុំយកការងារទូទៅនេះមកដាក់ក្បែរគ្នាជាសិនណាហ្នឹងហើយខ្ញុំរើស share មួយទៀតមកខ្ញុំជឿថាបោះ Revit អ្នកទាំងអស់គ្នាប្រហែលជាមិនពេញចិត្តទេនៅពេលដែលវាបង្ហាញជាទម្រង់real rendering វិញណាពីព្រោះRevit គេគូគេ focus ទៅលើ parameter ចុះចំណែកអានេះគេបំលែងចេញពី model ដូចជា SketchUp ឬក៏អីចឹងទៅគេចងគេ proxy វាទៅកំណត់ texture material ដើម្បីឲ្យពេលដែល real time render ឬក៏ render ទៅវាគុណភាពវាល្អស្អាតតាក់ទាញណាអូខេឥឡូវយើងចូលទៅមើលទាំងអស់គ្នាជាមួយនឹងផ្ទះហ្នឹងអញ្ចឹងខ្ញុំកាត់ section មកដល់កន្លែងហ្នឹងទាំងអស់គ្នាទៀតអូខេចាប់ទុកថាប៉ុណ្្នឹងចាស់តោះ let's go ចុច Enscape រួចចុចពាក្យថា start អូខេរួចរាល់ហើយតោះយើងមក verify ទាំងអស់គ្នានេះជា model ដែលបានចេញពី Revit ណាមើលទៅប្រហែលជាអ្នកនរគ្នាមិនសូវជាពេញចិត្តទេមើលតែកៅអីដឹងហ្នឹងណាប៉ុន្តែຂະຫນាតបើអាចវាស់បានណាជាក់លាក់
ប៉ុន្តែយើងងាកមកមើល model ដែលបានចេញពី Enscape ដែលគេ proxy model ហ្នឹងវិញយើងមើល wow ស្អាតណាយើងមើលតែក្អីសឡុងបានហ្នឹងណាមើលកម្រិត detail វានេះអស់ប៉ោះតោះចូលទៅមើលខាងក្នុងតិចមើលកន្លែងណាតុប្រជុំខ្ញុំនៅនេះនេះតុប្រជុំយើងជ្រុងយ៉ាងហ្មងអូខេអញ្ចឹងអ្នកនរគ្នាអាចដឹងអំពីការបញ្ចូល component ហ្នឹងណាហើយវិធីក្នុងការបញ្ចូល component អត់មានអីពិបាកទេឲ្យតែសំខាន់គឺយើងមាន beam model ជា family model ហ្នឹងគ្រប់គ្រាន់តែប៉ុណ្្នឹងទេហើយរបៀប insert វាធម្មតា copy មូលដ្ឋាន copy មូលដ្ឋាន array វាតែប៉ុណ្្នឹងទេណាខ្ញុំជឿថាអ្នកនរគ្នាអាចអនុវត្តខ្លួនឯងបានណាអូខេអញ្ចឹងខ្ញុំសូមអរគុណចំពោះការ insert component ទៅខាងក្នុងផ្ទះវិញបាទ